ហាង Fuji ដែលបើកនៅ Eon មួយហ្នឹងគឺគេបោះ10ឆ្នាំជាងហើយដល់ពេលខ្ញុំជីកាត់ Eon 2នេះក៏ឃើញគាត់មានមកកន្លែងទៀតដែរមើលដំបងឡើយប្រហែលជាគិតថាហាងថ្លៃមើលទៅតាមពិតអត់ទេតម្លៃរបស់គេគឺសមរម្យហ្មងរបស់គេមានតាមឈុតដែរអញ្ចឹងមានតាំងពីម្ហូបតាបញ្ញគិជាមួយនឹងម្ហូបបាឡាកាត់ដែរបើតម្លៃក៏សមរម្យទៀតគឺមួយចានហ្នឹងចាប់ពី5,000ឡើងហើយសំខាន់គឺមានតាំងពីបន្ទប់ VIP ទៀតហើយទៅគឺចូល free ហ្មងសម្រាប់ទីតាំងវិញគឺនៅទៅមុខ Eon 2ហ្នឹងហ្មងកន្លែងរបស់គាត់ហ្នឹងគឺនៅក្នុង The Premium Palace ហ្នឹងហ្មងហាងហ្នឹងឈ្មោះ Fuji Restaurant and Teppanyaki ចូលទៅដល់របស់គេមាន2ជាន់អញ្ចឹងជាន់ខាងលើហ្នឹងគឺជាម្ហូបតាបញ្ញគិរៀបចំជីមកគឺអែហ្មងសំខាន់មានតាំងពីបន្ទប់ private ទៀតអាចទទួលភ្ញៀវរហូតបានឡើងដល់10នាក់អីចង់មកកម្មវិធីឬមកក៏គូកណ្ដាលក៏បានដែរអញ្ចឹងគឺគាត់មាន free decor ឲ្យទៀតដែល special មួយទៀតហ្នឹងគឺបន្ទប់ private ហ្នឹងចូល free ហ្មងអត់មានឆាយលុយអីទេបើមកតែឯងក៏ចូលបន្ទប់ private ហ្នឹងបានដូចគ្នាដែរនិយាយពីតម្លៃវិញក៏សមរម្យទៀតហើយនេះគឺជាមនុស្សនៅខាងគាត់មានជា set ហ្មងដូចខ្ញុំយកមកឈប់នេះអញ្ចឹងគឺមានតាំងពី salmon លេមួយប៊ឺជាមួយនឹង salad បន្ទាប់មកបាន chef គាត់ចាប់ដើមធ្វើម្ហូបធ្វើមួយគឺ serve មួយមកហ្មងចេញមកគឺឡើង premium ហ្មងសាច់នៅខាងគាត់ហ្នឹងមានតាំងពីគ្រឿងសមុទ្រមានតាំងពីសាច់គោអូស្ត្រាលីហើយបើមួយនេះវិញគឺជាថ្នាំកងានរៀបចំចេញមកគឺប្លែកហ្មងហើយនៅមានគ្រឿងសមុទ្របកងជាមួយនឹងបាយឆាគូបកងទៀតរៀបចំចេញមកមួយគឺមើលតំណងហ្មងសាច់នៅស្រស់ៗហូរជាតិចេញមកក៏ប្លែកឆ្ងាញ់ម្យ៉ាងដែរមុននឹងខ្ញុំបានបង្ហាញនោះគឺជាម្ហូបតាបញ្ញគិដល់ពេលមកជាន់ទី1នេះវិញគឺជា Fuji Restaurant នៅខាងក្រោមនេះក៏ប្លែកម្យ៉ាងដែរសំខាន់គឺមានតាំងពីបន្ទប់ VIP ទៀតគឺចូល free ហ្មងហើយនេះគឺជាមនុស្សនៅខាងគាត់តម្លៃគឺសមរម្យទេក្នុងមួយចានហ្នឹងតម្លៃចាប់ពី5,000ឡើងអញ្ចឹងទៅតាមមនុស្សមានតាំងពី ramen មានតាំងពីស៊ុបទៀតទៅឈីមកប្លែកៗហ្មងសំខាន់ជាងគេមកគឺហូរជាតិឆ្ងាញ់មែនជាពិសេសហ្មងគឺគ្រឿងសមុទ្រនៅខាងគាត់ហ្នឹងនៅស្រស់ៗញ៉ាំឆ្ងាញ់ទាំងស៊ូសេទាំងសាស៊ីមីហើយសាម៉ុនហ្នឹងគឺសាច់នៅស្រស់ៗហ្មងញ៉ាំទៅគឺផ្អែមទន់ឆ្ងាញ់ហ្មងក្នុងមាត់សូម្បីតែមាន់ពងនេះជាមួយនឹងមីអូដងនេះក៏តំណងដែរស្រកហ្មងបើបងប្អូនណានៅម្ដុំទួលគោកក្រាមភ្នំពេញឬមកក៏ផ្លូវមករធីហ្នឹងចង់ញ៉ាំម្ហូបជប៉ុនដែល premium ប៉ុន្តែតម្លៃសមរម្យហ្នឹងគឺអាចហៅបាននៅកន្លែងគាត់នេះគឺនៅទៅមុខ Eon 2ហ្នឹងហ្មងឈ្មោះ Fuji Restaurant and Teppanyaki